ប្រាសាទព្រះវិហារគឺជាវត្តប៊ូហិណ្ឌូបែបខ្មែរដ៏មានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដែលស្ថិតនៅពីមួយថ្ងៃទៅមួយថ្ងៃ AI កាន់តែវិវត្តខ្លួនអញ្ចឹងចំពោះវីដេអូមួយនេះខ្ញុំនឹងបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាទៅតងជាមួយនឹងការបង្កើតអត្ថបទអញ្ចឹងជាអត្ថបទមិនថាប្រភេទណាទេអញ្ចឹងឥឡូវនេះគឺ AI វាវិវត្តខ្លួនកាន់តែខ្លាំងមែនទែនហើយចំពោះការប្រើប្រាស់ឲ្យវាអានអត្ថបទហ្នឹងគឺវាមានកាន់តែមានភាពងាយស្រួលអញ្ចឹងណាបងប្អូនអញ្ចឹងចំពោះការប្រើប្រាស់ហ្នឹងគឺអត់ត្រូវការចំណាយទេគឺវា free មិនដូចពីមុនទេចូលទៅក្នុងGoogle Chrome ឬក៏ Safari ដែលបងប្អូនអាចប្រើនៅលើទូរស័ព្ទក៏បាននៅលើ laptop ក៏បាន desktop ក៏បានដែរអញ្ចឹងនៅពេលដែលបងប្អូនចូលមកដល់ Google Chrome ហើយបងប្អូនសរសេរបែបហ្នឹងមកអញ្ចឹងនៅពេលដែលយើងសរសេរបែបនេះហើយបងប្អូននឹងឃើញវានៅខាងលើគេអញ្ចឹងយើងគ្រាន់តែចុចចូលទៅកាន់វាទៅអូខេបន្ទាប់ពីចូលមកដល់បែបហ្នឹងវានឹងលោតតម្រង់មកអញ្ចឹងហើយអញ្ចឹងយើងចុចខ្វែងវាចោលមកហ្នឹងបន្ទាប់ពីខ្វែងចោលហើយបងប្អូនចូលមកកន្លែងនេះដោយសារនេះវារៀបរាប់បន្ថែមមកកាន់យើងតិចអញ្ចឹងនៅពេលដែលយើងចូលមកដល់វានឹងមានចម្រងបែបនេះហើយអ្វីដែលយើងធ្វើនោះគឺយើងចង់ឲ្យវាអានអត្ថបទអញ្ចឹងបើសិនជាយើងចង់ឲ្យវាអានអត្ថបទបងប្អូនត្រូវយកកន្លែងរូបភាពដែលខ្ញុំបានបង្ហាញណាកន្លែងម៉ៅដែលខ្ញុំបានបង្ហាញចង្អុល5ហ្នឹងមកចុចចូលកន្លែងហ្នឹងមកអញ្ចឹងនៅពេលដែលចូលមកដល់កន្លែងនេះវាជាប្រភេទតួអង្គដែលអានណាហ្នឹងហើយអញ្ចឹងបើសិនជាបងចង់ឲ្យវាអានឆ្លើយឆ្លងឬក៏2នាក់ក្នុងការសន្ទនាគ្នាយើងអាចយកនេះប៉ុន្តែបើសិនជាចង់ឲ្យយើងបានតែអ្នកអានតែម្នាក់អញ្ចឹងយើងចុចមករូបម្នាក់ហ្នឹងមកឬក៏ single speaker ហ្នឹងមកហ្នឹងហើយអញ្ចឹងបន្ទាប់ពីបានបែបហ្នឹងហើយវានឹងចេញតម្រងបែបនេះហើយនេះគឺជាប្រភេទសំឡេងមនុស្សប្រុសឬក៏មនុស្សស្រីអញ្ចឹងទៅអញ្ចឹងចំពោះការធ្វើតេស្តសលេងរបស់វានឹងវានិយាយជាភាសាអង់គ្លេសប៉ុន្តែនៅពេលដែលយើងដាក់អត្ថបទខ្មែរចូលទៅវានឹងអានជាប្រភេទអត្ថបទខ្មែររបស់យើងឯងអញ្ចឹងខ្ញុំតេស្តសលេងមួយសិន Got a project in mind អញ្ចឹងនេះជាសលេងមនុស្សប្រុសហើយនេះ What kind of gesture មនុស្សស្រីអញ្ចឹងខ្ញុំចង់ឲ្យមនុស្សស្រីជាអ្នកអានអត្ថបទរបស់ខ្ញុំអញ្ចឹងខ្ញុំផាកអត្ថបទរបស់ខ្ញុំចូលដែលខ្ញុំបានធ្វើការបង្កើតជាមួយនឹង ChatGPT ដើម្បីចែករំលែកតេស្តសលេងណាហ្នឹងហើយតេស្តសលេងជាមួយនឹងបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំកែតិចសិនហើយខ្ញុំនឹងដាក់វាចូលទៅដើម្បីឲ្យវាអានអូខេអញ្ចឹងខ្ញុំរកមើលពាក្យកន្លែងតិចកន្លែងណាដែលវាមានអក្សរដែលមិនត្រឹមត្រូវសិនសំណុកយើងធ្វើការកែវាខ្លះអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងលុបខ្លះមកអូខេតបពីយើងបានធ្វើការមើលអក្សររបស់យើងក៏ថាវាត្រឹមត្រូវហើយយើងចុចrun វាណាបងយើងចុចលេខហ្នឹងមកអូខេអញ្ចឹងភាសារបស់យើងអត់បានដូរទេយើងមកដាក់នេះវិញអូខេអញ្ចឹងវាដូរទៅជាសលេងមនុស្សស្រីហើយកន្លែងនេះអញ្ចឹងយើងចុចrun វាមកអញ្ចឹងវាចាប់ផ្ដើមដំណើរការអានអត្ថបទឲ្យយើងហើយដែលវា generate ឲ្យយើងចេញមកក្នុងការអានរបស់វាហ្នឹងអស់7នាទីដែរ0.51 វិនាទីដែរអញ្ចឹងណាវាចូល7នាទីដែរអញ្ចឹងយើងចាប់ផ្ដើម play វាទៅនេះប្រាសាទព្រះវិហារគឺជាវត្តប៊ូហិណ្ឌូបែបខ្មែរដ៏មានតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដែលស្ថិតនៅលើនេះគឺជាសមិទ្ធផលដែលវាបានធ្វើការ generate ឲ្យយើងអញ្ចឹងបើសិនជាយើងចង់ធ្វើការទាញយកវាយើងចុចកន្លែង 3 ហើយយើងចុចលើពាក្យថា download ហ្នឹងមកគឺរបស់យើងនឹងទទួលបាននៅសលេងដែល generate ដោយ AI ដែលបានអានអត្ថបទឲ្យយើងដោយ AI របស់ក្រុមហ៊ុន Google ហ្នឹងហើយអញ្ចឹងយើងចុចកន្លែងហ្នឹងមកគឺវានឹងទាញយកនេះសលេងអញ្ចឹងសលេងរបស់ខ្ញុំគឺខ្ញុំបាន down រួចហើយអញ្ចឹងបងប្អូនចង់យកវាទៅដាក់ណាទៀតក៏បានដែរគឺវាមានភាពងាយស្រួលឥឡូវហ្នឹងបើសិនជាបងត្រូវការធ្វើវីដេអូឬក៏ធ្វើអីផ្សេងហើយអត់ចង់និយាយយើងមានតែអក្សរមួយមកយើងបញ្ចេញគណិតរបស់យើងក្នុងការបង្កើតវីដេអូទៅយើងដាក់តែសលេងយើងដាក់តែអត្ថបទទៅ AI នឹង generate អក្សរហ្នឹងទៅជាសលេងឲ្យយើងហើយអញ្ចឹងយើងអាចយកទៅកាត់តវាបានអីតាមហ្នឹងហើយអញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនដែលត្រូវការជាមួយនឹងអញ្ចឹងបើសិនជាបងត្រូវការជាមួយនឹងកម្មវិធី Canva ឬក៏ CapCut អីជាដើមហ្នឹងគឺខ្ញុំមានលក់ណាអញ្ចឹងបងអាចធ្វើការ click នៅ link channel នៅខាងក្រោមវីដេអូរបស់ខ្ញុំបានដែលខ្ញុំមានដាក់ដូចគ្នាហើយនេះគឺជា channel Telegram របស់ខ្ញុំហើយកុំភ្លេចចូលទៅជួយ subscribe channel Telegram របស់ខ្ញុំអ្នកមួយផងបើសិនជាត្រូវការទិញជាមួយនឹងកម្មវិធី Canva Pro ឬក៏ CapCut អាចតាក់ទងមកខ្ញុំបានហើយ
នៅតាមរយៈខាងក្រោម link ខាងក្រោមនៃវីដេអូរបស់ខ្ញុំចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាបងឬក៏មិត្តភ័ក្តិទាំងអស់គ្នាមាននៅ AI ថ្មីទៀតឬក៏កន្លឹះផ្សេងក្រៅពីនេះទៀតក្នុងការបំលែងអត្ថបទឲ្យទៅជាសំឡេងបែបនេះសូមជួយចែករំលែកផងដើម្បីទទួលបានចំណេះដឹងទាំងអស់គ្នា